បងប្អូនទាំងគ្នានេះគឺជាកូនជ្រូកបាទដែលយើងទឹកតែយកមកដាក់ពីថ្ងៃច័ន្ទបាទឥឡូវថ្ងៃទី13ហើយបាទខែ6ឆ្នាំ2026បាទនេះតូចអញ្ចឹងទេបងប្អូនបាទបានចាំមើលបានមួយខែចាំខ្ញុំអាប់ដេតឲ្យបងប្អូនមើលទៀតអញ្ចឹងយើងមើលវាស៊ីចំណេឥឡូវដាក់ចំណេវាស៊ីឡើយឃើញគេច្រាប់ស៊ីចំណេមែនតើឃើញតូចទេបានអូការស៊ីចំណេវិញទៅនេះគឺចំណាប់មែនតើអានេះយើងចាំបែបលក្ខណៈគ្រួសារអញ្ចឹងណាយើងអត់មានអីទ្រុងដែលស្អាតល្អអីម៉ានទេបាទប៉ុន្តែចិញ្ចឹមនេះគឺអាចទទួលយកបានប៉ុណ្ណឹងណាគ្រាន់ថាការអនាម័យអីវាមិនសូវជាអនាម័យប្រហែលទេបងប្អូនដោយសារតែយើងទ្រង់ចិញ្ចឹមបែបលក្ខណៈគ្រួសារអញ្ចឹងណាវាយើងចិញ្ចឹមបែបបើកបាទមិនដូចក្រុមហ៊ុនគេចិញ្ចឹមបែបបិទអីអញ្ចឹងទៅវាសុវត្ថិភាពជាងយើងចិញ្ចឹមបែបបើកអីអញ្ចឹងណានេះអានេះពូជដែលដាក់មុនអានេះដាក់មុនឥឡូវអានេះគ្រប់បានមួយខែហើយដែលតាំងពីថ្ងៃដាក់មកយើងរាប់ពីថ្ងៃដែលយើងចាប់យកមកដាក់បានមួយខែហើយបងប្អូនអានេះហ៎បាទអញ្ចឹងបានមួយខែឃើញថាសាច់របស់វាឡើងតាន់មកវាដែរបាទឡើងកំម៉ាប់របស់វាដែរបាទនេះស្អាតបាទបងប្អូនអានេះយើងចាំដើម្បីទុកធ្វើពូជបន្តទៀតណានេះទុកយកមកប្រកាត់បន្តទៀតបាទចាអានេះយើងឲ្យចំណីសុតសិនបងប្អូនឲ្យចំណីសុតណាអត់ទាន់ឲ្យចំណីលាយទេបាទអានេះយើងឲ្យចំណីសម្រាប់ឲ្យវាស៊ីតាំងពីតូចដូចអានឹងអញ្ចឹងណានេះដូចអានឹងអញ្ចឹងណាបាទយើងឲ្យស៊ីចំណីទឹកដោះគេចំណីទឹកដោះណាយើងឲ្យវាស៊ីដូចគ្នាសិននៅពេលដែលវាគីឡូបានប្រហែលជា20គីឡូអីជាងបាទបងប្អូន20គីឡូអីជាងយើងអាចប្រើលាយជាមួយនឹងចំណីសាច់ហើយនឹងវត្ថុធាតុដើមផ្សេងដែលយើងចង់លាយបន្ថែមអញ្ចឹងណាបាទដូចបងប្អូនមួយចំនួនគាត់លាយជាមួយនឹងកន្ទក់ផងកញ្ចុងកផងមានពោតមានកាកសណ្ដែកអីអញ្ចឹងទៅដើម្បីឲ្យវាស៊ីទៅវាធំធាត់លឿននេះណាមានទាំងត្រីមានទាំងអីទៅបាទអញ្ចឹងដូចយើងចាំស្រុកស្រែអញ្ចឹងភាគច្រើនវាអត់មានចំណីដែលលាយយកច្រើនមុខដូចខ្ញុំនិយាយបាញ់មិញទេបងប្អូនភាគច្រើនមានតែកន្ទក់បាទលាយជាមួយនឹងចំណីសម្រាប់ហ្នឹងឯងពេលខ្លះបងប្អូនតែងតែសង្កេតឃើញការចិញ្ចឹមបែបលក្ខណៈគ្រួសារហ្នឹងគេលាយជាមួយនឹងបាយស្រាទៀតផងអញ្ចឹងខ្លះគេថាការចិញ្ចឹមដែលលាយជាមួយនឹងបាយស្រាវាធំលឿននេះអញ្ចឹងទៅអ្នកខ្លះគេថាការចិញ្ចឹមជ្រូកដែលប្រើចំណីលាយជាមួយនឹងបាយស្រាវាធ្វើឲ្យជ្រូកវាធំលឿនមែនប៉ុន្តែសាច់វាឡោកអញ្ចឹងវាអត់សាច់តាន់ល្អសាច់របស់វាអត់ល្អដូចយើងឲ្យចំណីតែសុតឬក៏អត់ដូចយើងឲ្យចំណីដែលមិនប្រើបាយស្រាបាទអញ្ចឹងសម្រាប់បងប្អូនដែលចិញ្ចឹមជ្រូកបងប្អូនយល់យ៉ាងណាដែរសម្រាប់ការចិញ្ចឹមជ្រូកដោយលាយជាមួយបាយស្រាឲ្យស៊ីនិងការចិញ្ចឹមជ្រូកដោយមិនលាយបាយស្រាឲ្យស៊ីបើបងប្អូនយល់យ៉ាងណាយល់ឃើញយ៉ាងណាបងប្អូនអាច comment នៅក្រោមវីដេអូនេះបានបាទ
ចំណែកឯថ្នាំសម្លាប់មេរោគនៅក្នុងទ្រុងបងប្អូនគួរតែប្រើវាព្រោះអីការចិញ្ចឹមបែបបើកវាមានហានិភ័យខ្ពស់បាទ